Commander Aurora ឬម្ចាស់ស្ត្រីព្រិលតកគឺជា Commander តែមួយគត់ដែលត្រូវការអ្នកលេងចិត្តធ្ងន់ខ្លាំងមែនទែនបើអ្នកលេងចិត្តមិនធ្ងន់គឺថា Aurora ប្រកាសជាលេខ8មិនហ៊ាននិយាយចឹងក៏ដោយសារតែថា Aurora គឺជា Commander តែមួយគត់ដែលធ្វើការ upgrade stake របស់គាត់ដោយការមិនឲ្យយើងទិញ hero នៅក្នុង shop ឥឡូវមិនបាច់តន់ដល់ថ្នាក់លេងឥឡូវសាកសួរខ្លួនឯងវិញបើយើងឃើញ hero ដែលយើងចង់ទិញតែប្រៀបធៀបជាមួយនឹង stake យើងរៀបនឹងផ្ទុះយើងអាចធំអត់ទិញ hero នឹងបានអត់អានឹងយើងទួយផងណាចុះទៅមកតឲ្យអ្នកទាំងអស់គ្នាធំអត់ទិញ hero តាំងពី level 3 ឬ level 4រហូតដល់អ្នកទាំងអស់គ្នាឡើងដល់ level 9 ឬ level 10អាចធ្វើបានដែរណាហើយធ្វើបានឬធ្វើមិនបានអាស្រ័យលើអ្នកទាំងអស់គ្នាអញ្ចឹងគ្រាន់តែថាឥឡូវហ្នឹងខ្ញុំឲ្យ tip មួយសម្រាប់អ្នកដែលចង់លេង Commander Aurora រឿងដែលសំខាន់បំផុតរបស់យើងគឺ percentage scavenger បើសិនអ្នកទាំងអស់គ្នាឃើញ hero 2ហ្នឹងអ្នកទាំងអស់គ្នាត្រូវតែទិញទោះបីជាវាត្រូវប្របាយ stake ក៏ដោយសារតែ hero 2ហ្នឹងឯងជា hero ដែលអាចធ្វើឲ្យ Aurora រស់នៅបានរហូតដល់ late game ចាប់ផ្ដើម game ភ្លាមរឿងដែលសំខាន់បំផុតអត់មានអីទេសំខាន់ធ្វើម៉េចយកឲ្យបាន2 hero ហ្នឹងឥឡូវហ្នឹងយើងមកយល់ពី skill របស់ Aurora វិញតោះអ្នកចិត្តខាងខ្ញុំគាត់ឈប់ជាង skill របស់ Commander Aurora គឺជា passive skill ហើយរៀងរាល់ round នីមួយៗគាត់នឹងធ្វើការបង្កក shop មានន័យថាអត់ឲ្យយើងទិញអីនៅក្នុងហាងហ្នឹងទេបើសិនជាយើងអត់ព្រមទិញ hero ណាមួយនៅក្នុងហាងហ្នឹងយើងនឹងទទួលបាន2 point ឬក៏2 frost energy ហើយបើសិនជា frost energy សរុបបាន6ដងស្មើនឹងយើងអត់ទិញ hero 3 round អញ្ចឹងយើងនឹងទទួលបានរង្វាន់ដែលមានតម្លៃមិនថោកជាង7កាក់ឯងពេលខ្លះវាអាចឲ្យជា hero ពេលខ្លះវាអាចឲ្យជា EXP ហើយពេលខ្លះវាអាចឲ្យជា gold ឬក៏ពេលខ្លះបើសំណាងដល់មែនតើវាឲ្យជា synergy ទៀតតែបើសិនជានៅក្នុង round ណាមួយអ្នកនរគ្នាធ្វើការទិញ hero អ្នកនរគ្នានឹងអត់ទទួលបាន point ទេតែ point ចាស់ៗដែលយើងបានសន្សំវានៅដដែលទេគាត់ថា game ហ្នឹងយើងអត់បាន point game ក្រោយយើងអាចនឹងទទួលបាន point វិញក្នុងករណីដែល Aurora របស់អ្នកនរគ្នាមានផ្កាយ2វានឹងកាត់បន្ថយចំនួនម៉ាច់ឲ្យមួយហេតុអីបើខ្ញុំនិយាយថាចំនួនម៉ាច់ឲ្យមួយដោយសារតែថាយើងត្រូវការតែ6 stake ដើម្បីទទួលបាន reward ក៏ប៉ុន្តែនៅពេលដែល Aurora របស់យើងឡើងផ្កាយ2រៀងរាល់ពេលមួយ round ដែលយើងអត់ទិញ hero យើងនឹងទទួលបាន3 point អញ្ចឹងហើយ6 point យើងលេងតែ2 round យើងអាចបានបាត់ហើយសម្រាប់ការ Aurora គឺជាការមួយដែលបេះខ្លាំងមែនទែនសម្រាប់ Commander Aurora គឺគាត់នឹងទទួលបានរង្វាន់រហូតដល់6ដងដោយមិនបាច់ចាំសន្សំ stake ទេគ្រាន់តែយើងអត់ទិញ hero នៅក្នុង round ណាមួយ round បន្ទាប់យើងនឹងទទួលបានរង្វាន់ដែលមានតម្លៃមិនតិចជាង4កាក់ឯងនិយាយទៅការ Aurora គឺបង្កើតឡើងសម្រាប់ Commander Aurora ហ្មងក៏ព្រោះថា Commander Aurora ត្រូវការអត់ទិញ hero ដើម្បីទទួលបាន stake តែការ Aurora ត្រូវការអត់ទិញ hero ដើម្បីទទួលបានរង្វាន់ឥឡូវនេះខ្ញុំអស់អីនិយាយហើយបើសិនអ្នកនរគ្នាអត់យល់កន្លែងថាអាចសួរខ្ញុំនៅក្នុង comment បានហើយបើចង់ឲ្យខ្ញុំធ្វើ Commander អីទៀតអាច comment ប្រាប់ខ្ញុំបានខោខ្ញុំរួចដៃពី Commander ដែលគ្នាយើងកំងហើយខ្ញុំនឹងធ្វើវាភ្លាមអរគុណអ្នកនរគ្នាដែលបានមើលមកដល់កន្លែងហ្នឹងជម្រាបលា Let me harness you. Eternal damnation awaits! The cosmos favors us this day. Witness the Aurora heralding our triumph. Can you hear the sound of snow falling? Despite its cold touch, the glacier embraces us all in its own way.